ពិតជាពូកែមែនអ្នកសៀមរាបឆ្នៃដីមិនដល់កន្លះហិកតាធ្វើប៊ូទិកបែបធម្មជាតិតាក់ចិត្តភ្ញៀវទេសចរឥតដាច់ពិតជាមានគំនិតឆ្នៃប្រឌិតខ្ពស់មែនអ្នកខេត្តសៀមរាបកែប្រែដីមិនដល់កន្លះហិកតាធ្វើជាប៊ូទិកបែបធម្មជាតិហើយមានវាលស្រែនិងអាងហែលទឹកយ៉ាងស្រស់ស្រាយអាចតាក់ចិត្តភ្ញៀវទេសចរជាតិនិងបរទេសឲ្យមកស្នាក់នៅជាហូរហែជួយបង្កើតការងារបន្ថែមដល់ប្រជាជននៅក្នុងតំបន់ប៊ូទិកដ៏ស្រស់ស្អាតដែលបងប្អូនបានឃើញនេះមានឈ្មោះថាលើចន្ទធូប៊ូទិកដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរយើងមានទីតាំងស្ថិតនៅក្នុងភូមិវត្តស្វាយសង្កាត់សាលាកំរើកខេត្តសៀមរាបប៊ូទិកនេះសង់ឡើងលើដីប្រមាណ 3000 ម៉ែត្រការ៉េដោយមានបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគ្នាជា3ប្រភេទសម្រាប់ភ្ញៀវទេសចរស្នាក់នៅមានតម្លៃចន្លោះពី$40ទៅ$50នៅក្នុងមួយយប់បើតាមការបញ្ជាក់ពីម្ចាស់ប៊ូទិកនេះបានឲ្យដឹងថាកាលពីដំបូងឡើយទីតាំងនេះគឺជាបន្ទប់ជួលស្នាក់នៅតែប៉ុណ្ណោះប៉ុន្តែដោយចិត្តស្រឡាញ់នៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងជាអ្នកស្រឡាញ់ធម្មជាតិស្រាប់លោកក៏បានកែប្រែទីតាំងនេះឲ្យក្លាយទៅជាប៊ូទិកដូចសពថ្ងៃដោយការកែប្រែថ្មីនេះត្រូវចំណាយថវិកាច្រើននិងប្រើពេលវេលាប្រមាណ2ឆ្នាំឯណោះត្បិតអីមានទីតាំងមិនឆ្ងាយពីទីក្រុងចន្ទធូប៊ូទិកបានតាក់ចិត្តភ្ញៀវទេសចរជាខ្លាំងទៅលើការរៀបចំបែបធម្មជាតិស្រុកស្រែមានដើមត្នោតដំបូលស្បូវនិងបញ្ចូលនៅវប្បធម៌បែបបុរាណខ្មែរដែលធ្វើឲ្យភ្ញៀវទេសចរខ្មែរនិងបរទេសដែលធ្លាប់តែរស់នៅទីក្រុងក្នុងសំណង់អគារមានអារម្មណ៍ប្លែកនិងស្រស់ស្រាយជាខ្លាំងបន្ថែមពីនេះម្ចាស់ប៊ូទិកបានរៀបចំបន្ទប់ជា3ប្រភេទផ្សេងពីគ្នាដោយមានប្រភេទបន្ទប់ស្នាក់នៅជុំគ្រួសារបែបឯកជនមានអាងហែលទឹកផ្ទាល់ខ្លួននិងកន្លែងញ៉ាំអាហារមើលទូរទស្សន៍លក្ខណៈគ្រួសារជាដើមរីឯបន្ទប់ពីរប្រភេទផ្សេងទៀតគឺប្រភេទបន្ទប់ក្រេ1លក្ខណៈដៃគូបែប romantic និងប្រភេទបន្ទប់ក្រេ2លក្ខណៈមិត្តភ័ក្តិនិងបងប្អូនជាដើមម្ចាស់លើចន្ទធូប៊ូទិកនេះក៏បានចែករំលែកបទពិសោធន៍ដល់អ្នកដែលចង់ប្រឡូកនៅក្នុងវិស័យបដិសណ្ឋារកិច្ចនេះផងដែរគឺត្រូវមានភាពអត់ធ្មត់តាំងពីពេលចាប់ដើមទម្រាំមានគេស្គាល់និងត្រូវមានប្រាក់បម្រុងឲ្យលើសពីចំនួនប្រាក់ដែលខ្លួនចង់អភិវឌ្ឍពីព្រោះការរកស៊ីនៅក្នុងវិស័យនេះត្រូវការចំណាយច្រើននិងមិនអាចទិញប្រាក់ចំណេញបានមកវិញភ្លាមៗនោះទេយ៉ាងណាមិញសម្រាប់បងប្អូនដែលចង់ទៅលេងនៅខេត្តសៀមរាបហើយចង់មានកន្លែងស្នាក់នៅបែបធម្មជាតិស្រស់ស្រាយលំហែអារម្មណ៍បងប្អូនអាចតាក់ទងទៅកាន់លើចន្ទធូប៊ូទិកដែលក្រុមការងារនឹងដាក់เพจនិងលេខទូរស័ព្ទនៅលើអេក្រង់នេះមិនចាំបាច់បញ្ជូនកូនទៅសិក្សាដល់ប្រទេសអូស្ត្រាលីដែលត្រូវចំណាយខ្ពស់ទៀតទេសាលាអន្តរជាតិ Golden Bridge ភ្នំពេញផ្ដល់ការអប់រំចំណេះដឹងទូទៅលំដាប់ពិភពលោកចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12រៀន3ភាសាអង់គ្លេសខ្មែរនិងចិនសញ្ញាបត្រផ្ដល់ដោយក្រសួងអប់រំអូស្ត្រាលីភាគខាងលិចដែលមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជានិងទូទាំងសកលលោកក្រោយចប់ថ្នាក់ទី12សិស្សអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្របានទាំងក្នុងស្រុកនិងទូទាំងពិភពលោកដោយមិនចាំបាច់រៀនបំប៉នឆ្នាំសិក្សាថ្មីចូលរៀននៅថ្ងៃទី1សីហានេះហើយសាកសួរព័ត៌មានលម្អិតតាមเพจរបស់សាលានិងលេខ Telegram លើអេក្រង់នេះ